ខ្ញុំសូមជម្រាបសួរចំពោះឯកឧត្តមលោកជំទាវអស់លោកស្រីនិងក្រុមយុវវ័យទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះក្នុងនាមក្រុមការងារប្រយុទ្ធនឹងជំងឺអេដកាមរោគក្រសួងមហាផ្ទៃនៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចែករំលែកចាក៏ដូចជាចូលរួមអនុវត្តនៅប្រធានបទនៃកម្មវិធីទិវាពិភពលោកអេដ1ធ្នូឆ្នាំ2025នេះថ្ងៃនេះចាប្រធានបទនៅក្នុងឆ្នាំនេះគឺតកតងជាមួយការយកឈ្នះការរំខានបរិវត្តកម្មនៃការឆ្លើយតបជំងឺអេដចាអញ្ចឹងខ្ញុំសូមជម្រាបជូនថាប្រធានបទគឺមានកំណត់នៅពាក្យពីរដាច់ដោយឡែកពីគ្នាចាទី1គឺតកតងជាមួយនឹងការយកឈ្នះការរំខានយើងចង់ដឹងថាតើការយកឈ្នះការរំខានហ្នឹងគឺមានអត្ថន័យបែបណាទី1គឺការយកឈ្នះការរំខានគឺជាអារម្មណ៍អវិជ្ជមានដែលក្រុមមនុស្សឬមួយក៏សង្គមដែលមើលទៅលើអ្នកដែលផ្ទុកមេរោគអេដនិងអ្នករស់នៅជាមួយមេរោគអេដទី2គឺការដែលធ្វើឲ្យអ្នកផ្ទុកមេរោគអេដនឹងគាត់មិនមានឱកាសក្នុងការបញ្ចេញមុខទៅទទួលសេវាព្យាបាលក៏រោគដូចជាការធ្វើតេស្តរោគមេរោគអេដហើយធ្វើឲ្យមានការបាក់នៅទឹកចិត្តចាចំពោះផលប៉ះពាល់យើងឃើញថាផលប៉ះពាល់គឺមាន3សំខាន់ទី1គឺផលប៉ះពាល់ទៅលើផ្លូវចិត្តរបស់អ្នកផ្ទុកមេរោគអេដគឺគាត់មានអារម្មណ៍ឯកោមានអារម្មណ៍ថាមានការរើសអើងនិងមានអារម្មណ៍បាក់ទឹកចិត្តទី2គឺបញ្ហាសុខភាពគឺកាត់បន្ថយឱកាសនៃការទទួលនៅការព្យាបាលក៏ដូចជាការជំរុញឲ្យមានការទៅចូលរួមធ្វើតេស្តរោគមេរោគអេដរបស់ពួកគាត់ហើយក៏បង្កើនហានិភ័យនៃការឆ្លងមេរោគអេដទៅអ្នកដទៃចំពោះសហគមន៍គឺគាត់កាត់បន្ថយសកម្មភាពនៃការចូលរួមនៅក្នុងសហគមន៍និងសង្គមការរស់នៅក្នុងភាពឯកោនិងការផាត់ចេញពីសង្គមលក្ខណៈចាចំពោះវិធីបង្ការគឺយើងឃើញថាយើងមានវិធីបង្ការ4យ៉ាងទី1គឺយើងត្រូវធ្វើម៉េចបង្កើនការផ្សព្វផ្សាយឲ្យមានការយល់ដឹងនិងអរិយាប័ត្រវិជ្ជមានក៏ដូចជាផ្នត់គំនិតនៃការទទួលបានព័ត៌មានស្ដីពីការបង្ការទប់ស្កាត់នៅជំងឺអេដទី2ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីជីវិតរស់នៅនិងជីវភាពប្រចាំថ្ងៃរបស់អ្នកផ្ទុកមេរោគអេដនៅក្នុងគ្រួសារនិងសហគមន៍ទី3គឺបង្កើនបរិយាកាសការផ្ដល់ការគាំទ្ររបស់សហគមន៍និងគ្រួសារចំពោះអ្នកផ្ទុកមេរោគអេដនិងទី4ជំរុញឲ្យមានការផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីកាត់បន្ថយការរើសអើងនិងការមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដនិងអ្នករស់នៅជាមួយជំងឺអេដចំពោះចំណុចទី2គឺយើងលើកយកនៅបរិវត្តកម្មនៃការឆ្លើយតបពេលនេះគឺផ្ដោតសំខាន់ទៅលើអ្វីគឺផ្ដោតទៅលើសកម្មភាពដែលមានប្រសិទ្ធភាពដើម្បីបង្ការនឹងការព្យាបាលអ្នកឆ្លងមេរោគអេដការចូលរួមគាំទ្រពីសហគមន៍ក៏ដូចជាឆន្ទៈបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិនេះហើយវិធីសាស្ត្រដែលសំខាន់គឺវាមាន3ទី1គឺតកតងជាមួយនឹងការជំរុញការធ្វើតេស្តនិងការព្យាបាលនៅពេលដែលក្រុមប្រជាជនដែលកន្លឹះឬមួយក៏ក្រុមដែលមានរងហានិភ័យគឺយើងត្រូវជំរុញលើកទឹកចិត្តពួកគាត់ឲ្យចូលរួមធ្វើតេស្តដើម្បីរកមេរោគអេដទី2គឺជំរុញឲ្យគាត់ទៅទទួលថ្នាំព្យាបាលថាឱសថប្រឆាំងនឹងមេរោគអេដដើម្បីពន្យាជីវិតរបស់គាត់និងកាត់បន្ថយការឆ្លងមេរោគអេដទៅដល់អ្នកដទៃហើយនឹងទី3ទៀតគឺយើងធ្វើម៉េចបង្ការរបស់គាត់គឺយើងត្រូវអប់រំឲ្យគាត់ប្រើប្រាស់ស្រោមអនាម័យ 100% ក្នុងការរួមភេទដើម្បីធានានូវសុវត្ថិភាពនៃការមិនឆ្លងមេរោគអេដក្រុមប្រជាជនកន្លឹះទាំងអស់ចូលទៅក្នុងកម្មវិធីអនុវត្តនិងការទទួលបាននូវសេវាព្រឹបដើម្បីព្យាបាលបង្ការមុននឹងការឆ្លងហានិភ័យខ្ពស់យើងត្រូវធ្វើម៉េចឲ្យមានកម្មវិធីជំរុញឲ្យមានកម្មវិធីនៃការផ្សព្វផ្សាយទិវាមកស្មើមកគឺมันមានផ្ទុកមេរោគមិនឆ្លងទៅអ្នកដទៃហើយវាមានលក្ខណៈបតិកលាគ្នាបើសិនជាมันមានការយកឈ្នះការរំខានទេគឺបុគ្គលដែលផ្ទុកមេរោគអេដនឹងគាត់មានការខ្មាស់អៀននិងមានការរើសអើងធ្វើឲ្យកាត់បន្ថយពេលវេលាឬមួយក៏ឱកាសនៃការព្យាបាលជំងឺក៏ដូចជាការស្វែងរកនៅហើយការធ្វើតេស្តរបស់ពួកគាត់មានភាពយឺតយ៉ាវហើយបង្កើនហានិភ័យខ្ពស់នៃការឆ្លងចាអញ្ចឹងការកាត់បន្ថយនៅភាពរំខាននេះគឺជាការលើកទឹកចិត្តមួយប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញការផ្ដល់សេវាព្យាបាលដល់អ្នកផ្ទុកមេរោគអេដការចូលរួមរបស់សហគមន៍និងការលើកកម្ពស់សុខភាពសាធារណៈចំពោះផលប្រយោជន៍ដែលយើងទទួលបានអំពីបរិវត្តកម្មយើងឃើញថាសង្គមគ្រួសារមិត្តភ័ក្តិសហគមន៍និងសង្គមគឺអាចទទួលយកនៅការរស់នៅរបស់អ្នកផ្ទុកមេរោគអេដនៅក្នុងសង្គមគ្រួសារនិងសហគមន៍ដោយមិនមានការរើសអើងនិងមិនមានការមាក់ងាយទី2គឺជាគន្លឹះដ៏សំខាន់នៃការឆ្លើយតបទៅលើការផ្ទុកមេរោគអេដនិងការការពារអ្នកឆ្លងមេរោគអេដដោយប្រកបដោយប្រសិទ្ធភាពនិងការលើកកម្ពស់សុខភាពសាធារណៈ
ចាក្នុងនាមក្រុមការងារគណៈកម្មការប្រយុទ្ធនឹងជំងឺអេដកាមរោគក្រសួងមហាផ្ទៃចាដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដនិងចីរភាពអេដឆ្នាំ2023-2028របស់ប្រទេសកម្ពុជាយើងមានសកម្មភាពជាអតិភិបចាចំនួន4ក្នុងនាមជាក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាក្រសួងមហាផ្ទៃដែលជាអ្នកអនុវត្តផ្ទាល់ចាជាមួយនឹងក្រមប្រជាជនគន្លឹះយើងមានសកម្មភាពអតិភិបចំនួន4ទី1គឺពង្រឹងភាពជាអ្នកដឹកនាំបង្កើនភាពធន់និងលើកកម្ពស់ភាពជាម្ចាស់នៃការចូលរួមរបស់សហគមន៍នៅក្នុងចរន្តជាតិដើម្បីបញ្ចប់ការឆ្លងរីករាលដាលនៃមេរោគអេដនិងចីរភាពអេដនៅកម្ពុជាទី2គឺយើងបន្តពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយជាសាធារណៈដើម្បីផ្លាស់ប្ដូរនៅផ្នត់គំនិតនិងអរិយាប័ត្រវិជ្ជមាននៃការយល់ដឹងព័ត៌មានអំពីមេរោគអេដជំងឺអេដទៅក្នុងគ្រឹះស្ថានអប់រំចាក្រមស្រទាប់យុវវ័យក្រមយុវជនដែលស្រឡាញ់ភេទដូចគ្នាយុវជនដែលមានការកែភេទនិងក្រមស្រីបម្រើសេវាកំសាន្តចាហើយក៏ដូចជាក្រមប្រជាជនដែលរងនៅហានិភ័យក៏ដូចជាជំរុញឲ្យក្រមការងារអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់បង្កើននៅក្រមការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដនិងកាមរោគដើម្បីផ្ដល់នូវសេវានៃការព្យាបាលអ្នកផ្ទុកមេរោគអេដនិងចូលរួមកាត់បន្ថយការឆ្លងរីករាលដាលនៃការឆ្លងមេរោគអេដពីម្ដាយទៅទារកហើយនឹងទី3គឺចូលរួមបង្កើននៅការគ្រប់គ្រងការផ្ដល់សេវាគាំពារសង្គមនិងសេវាផ្ដល់បានសមត្ថភាពសុខាភិបាលដើម្បីទទួលនៅសេវាព្យាបាលដោយឥតគិតថ្លៃទី4គឺយើងចូលរួមចារៀបចំចាឲ្យមានបរិយាកាសនៅក្នុងសង្គមចាដែលមានបរិយាកាសមួយគឺផ្ដល់នៅការលើកកម្ពស់និងភាពមិនរើសអើងនិងការកាត់បន្ថយការមាក់ងាយអ្នកផ្ទុកមេរោគអេដនិងជំងឺអេដនៅក្នុងសង្គមកម្ពុជាខ្ញុំក្នុងនាមក្រុមការងារចាគណៈកម្មការប្រយុទ្ធជំងឺអេដនិងកាមរោគក្រសួងមហាផ្ទៃចាខ្ញុំគិតថាអ្វីដែលជាការចូលរួមផ្ដល់នៅជាយោបល់ណែនាំក៏ដូចជាអនុសាសន៍ចារបស់ខ្លួនខ្ញុំក៏ដូចជាក្រុមតំណាងឲ្យក្រុមការងារទាំងអស់ខ្ញុំគិតថាខ្ញុំសូមចាដាស់តឿនក៏ដូចជាក្រើនរំលឹកដល់ក្មួយយុវវ័យទាំងអស់ដែលជាក្រុមប្រឈមខ្ពស់ជាមួយនឹងការឆ្លងនៅមេរោគអេដនេះសូមឲ្យមានអរិយាប័ត្រវិជ្ជមាននិងការផ្លាស់ប្ដូរនៅផ្នត់គំនិតដើម្បីស្វែងយល់អំពីការផ្សព្វផ្សាយការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគអេដការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងចាលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននិងការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យចាហើយក៏សូមឲ្យក្មួយយុវវ័យទាំងអស់ចាក៏ដូចជាយុវជនយើងទាំងអស់ធ្វើម៉េចការពារខ្លួនកុំឲ្យឆ្លងការរីករាលដាលនៃមេរោគអេដតាមរយៈការថែខ្លួនចានិងត្រូវគិតថាអ្នកអាចភ្លេចអេដតែអេដមិនភ្លេចអ្នកហើយទី2គឺចំពោះក្មួយយុវវ័យផ្ដោតទៅលើយុវវ័យគឺសូមឲ្យមានអារម្មណ៍ថាកុំយកកាដូបដូរជាមួយនឹងអេដចាសូមអរគុណ